បាទសួស្តីបងប្អូនអរគ្នានេះគឺជា version iOS 26ដែលខ្ញុំបានដំឡើងរួចរាល់ហើយនៅលើទូរស័ព្ទដៃ iPhone របស់ខ្ញុំអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញពីរបៀបនៃការដំឡើងទៅកាន់បងប្អូនអរគ្នាបើសិនជាបងប្អូនអរគ្នាចង់ធ្វើការដំឡើងទៅកាន់ iOS 26នេះហើយក៏យើងអាចដំឡើងបានគ្រប់គ្នាផងដែរហើយសម្រាប់ក្នុងនោះក៏យើងអនុញ្ញាតចាប់ពីទូរស័ព្ទដែល Apple អនុញ្ញាតឲ្យធ្វើការដំឡើងបានផងដែរអញ្ចឹងក្នុងនោះបងប្អូនអាចឃើញវាមានចំណុចពិសេសក្នុងការអាប់ដេតច្រើនទៅលើ menu នៃទូរស័ព្ទរបស់យើង Control Center មិនថាបងប្អូនចង់ធ្វើការសេរីម៉ោងគឺបងប្អូនអាចធ្វើបានយ៉ាងងាយស្រួលបងប្អូនអាច customize ម៉ោងអីផ្សេងនៅលើទូរស័ព្ទរបស់យើងទៅតាមអ្វីដែលបងប្អូនចង់បានវាផ្ដល់នៅមុខងារច្រើនជាង iOS មុនអញ្ចឹងចង់ដឹងថាតើវិធីសាស្ត្រក្នុងការដំឡើងហ្នឹងបែបណាកុំភ្លេចទស្សនាវីដេអូនេះទាំងអស់គ្នាអញ្ចឹងដើម្បីធ្វើការដំឡើងបានគឺបងប្អូនត្រូវចូលទៅកាន់ Safari អញ្ចឹងពេលដែលយើងចូលទៅកាន់ Safari យើងវាយពាក្យថា Apple Beta អញ្ចឹងបងប្អូនទៅវាយពាក្យថា Apple Beta បងប្អូននឹងឃើញពាក្យថា Apple Beta នៅក្នុង website beta.apple.com នេះអញ្ចឹងយើងចូលទៅកាន់ Apple Beta អញ្ចឹងយើងនឹងចូលទៅដល់ page មួយនេះបងប្អូន scroll មកខាងក្រោមបងប្អូននឹងឃើញពាក្យថា sign up និង sign in អញ្ចឹងបងប្អូនយកពាក្យថា sign in អញ្ចឹងបន្ទាប់ពីបងប្អូនយក sign in បងប្អូននឹងចូលទៅកាន់ website បន្ទាប់ចូលមកដល់លេខនេះបងប្អូនធ្វើការ scan នៅមុខដើម្បីបញ្ជាក់ថា Apple ID នេះគឺជា Apple ID របស់យើងចុចធ្វើការ scan អញ្ចឹងបន្ទាប់ពីខ្ញុំធ្វើការ scan រួចរាល់វានឹង load ទៅកាន់ page បន្តទៀតអញ្ចឹងបងប្អូនត្រូវប្រកាសថាបងប្អូននៅឈរនៅលើ iOS នេះអញ្ចឹងនេះជារូប iOS របស់យើងអញ្ចឹងបងប្អូនអស់មកខាងក្រោមបងប្អូននឹងឃើញពាក្យថា enroll your iOS device អញ្ចឹងយើងចុចទៅលើ enroll your iOS device បន្ទាប់មកបងប្អូន scroll មកខាងក្រោមបងប្អូននឹងឃើញពាក្យថា open beta update ចឹងបងប្អូនគ្រាន់តែការចុចទៅលើ open beta update វានឹងនាំបងប្អូនទៅកាន់កន្លែង software update ហើយបងប្អូននឹងឃើញក្នុងនោះបងប្អូននឹងទទួលបាននៅ iOS 26 developer beta ក្នុងនោះក៏មាន iOS 18 public beta និង iOS 18 developer beta អញ្ចឹងគោលដៅរបស់យើងគឺយើងចង់ធ្វើការដំឡើងទៅកាន់ iOS 26 developer beta គ្រាន់តែចុចលើនឹងមកអញ្ចឹងបងប្អូនចេញមកវិញបងប្អូននឹងទទួលបាននៅ iOS 26 beta ហើយបងប្អូនក៏អាចធ្វើការ download install បានភ្លាមដែរគ្រាន់តែបងប្អូនជួយធ្វើការ download បន្ទាប់ពី download ចប់វានឹងធ្វើការដំឡើងដោយខ្លួនឯងហើយបងប្អូននឹងទទួលបាននៅ iOS 26 beta ចំនួនសាកល្បងទី1នេះក្នុងការធ្វើការប្រើប្រាស់ក៏ដូចជា test សាកល្បងផងដែរបងប្អូនអរគ្នាអញ្ចឹងថ្ងៃនេះខ្ញុំមានប៉ុណ្ណេះសម្រាប់ចែករំលែកទៅកាន់បងប្អូនអរគ្នាហើយខ្ញុំនឹងជួបបងប្អូនអរគ្នានៅវីដេអូក្រោយ